បាទសួស្តីទាំងអស់គ្នាយើងមកកាន់អត្ថបទមួយទៀតបាទគឺកិច្ចប្រជុំព្រំដែនថៃកម្ពុជាបាទគឺនៅមិនទាន់ច្បាស់នៅឡើយទីតាំងជំនួបបាទហើយដោយសារតែខាងថៃគាត់ចង់ឲ្យប្រជុំនៅថៃបាទដោយគ្មានភាគីទី3បាទនៅខេត្តចន្ទបុរីកម្ពុជាស្នើឲ្យមានការប្រជុំនៅទឹកដីប្រទេសដែលឯករាជ្យឬក៏អព្យាក្រឹតបាទគឺនៅម៉ាឡេវិញបាទអត្ថបទនេះដកស្រង់ចេញពីកាសែតបាទ Anadolu Agency បាទ AA បាទរបស់ទូគីបាទ Cambodia seeks military talks with Thailand in Malaysia as clashes continue កម្ពុជាស្វែងរកការចរចាយោធាជាមួយថៃនៅម៉ាឡេស៊ីខណៈការប៉ះទង្គិចនៅតែបន្ត Cambodia is seeking to hold military negotiations with Thailand and Malaysia as clashes along the shared border continue, while Thailand insists the talks will take place on its territory, media reports said on Tuesday. កម្ពុជាគឺកំពុងតែស្វែងរកការចរចាជាមួយនឹងយោធាថៃនៅម៉ាឡេស៊ីខណៈដែលសង្គ្រាមបាទនៅតែបន្តនៅតាមព្រំដែនខណៈដែលប្រទេសថៃវិញបានទទូចបាទ insist បាទថាការចរចានឹងធ្វើឡើងនៅលើទឹកដីរបស់ខ្លួនបាទនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានាបាទនៅថ្ងៃអង្គារនេះបាទ Phnom Penh has requested the upcoming meeting of the Cambodia-Thailand General Border Committee (GBC) to be held in Kuala Lumpur, citing security concerns linked to ongoing fighting, according to a letter sent by Cambodian Defense Minister General T Saha យោងតាមលិខិតមួយច្បាប់ដែលបានផ្ញើដោយនាយឧត្តមសេនីយ៍ទីសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថារដ្ឋាភិបាលក្រុងភ្នំពេញបានស្នើសុំឲ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នាពេលខាងមុខនឹងត្រូវធ្វើនៅឡើងនៅទីក្រុងកូឡាឡាំពូដោយលើកឡើងពីក្តីបារម្ភផ្នែកសន្តិសុខដែលតាក់ទងទៅនឹងការប្រយុទ្ធគ្នាដែលកំពុងតែបន្ត In the letter addressed to the Thai Defense Minister General Nathapon Nakpanut, Cambodia reiterated its support for convening the GBC on Wednesday but argued the venue should be moved outside the border area. នៅក្នុងលិខិតផ្ញើទៅកាន់ឧត្តមសេនីយ៍ Nathapon Nakpanut រដ្ឋមន្ត្រីក្រសួងការពារជាតិថៃកម្ពុជាបានបញ្ជាក់ជាថ្មីនៅការគាំទ្ររបស់ខ្លួនចំពោះការប្រជុំ GBC នៅថ្ងៃពុធក៏ប៉ុន្តែបានអះអាងថាបាទទីកន្លែងបាទប្រជុំគួរតែផ្លាស់ប្ដូរទៅក្រៅតំបន់ព្រំដែនបាទ convening យើងអាចហៅថាការជួបជុំឬក៏ការប្រជុំបាទតែកន្លែងនេះដើរតួជាកិច្ចអាស័ព្ទបាទ it's support for convening បាទការគាំទ្ររបស់ខ្លួនបាទសម្រាប់ការជួបជុំបាទ convening For security reasons due to the ongoing fighting along the border this meeting should be held in a safe and neutral venue In this regard Malaysia has agreed to host it in Kuala Lumpur General T Saha said in his letter នាយឧត្តមសេនីយ៍ទីសីហាបានមានប្រសាសន៍នៅក្នុងលិខិតរបស់លោកថាដោយសារហេតុផលសន្តិសុខដោយសារតែការប្រយុទ្ធគ្នានៅតែបន្តនៅតាមព្រំដែនកិច្ចប្រជុំនេះគួរតែត្រូវបានប្រារព្ធឡើងនៅទីកន្លែងដែលមានសុវត្ថិភាពនិងអព្យាក្រឹតបាទ in a safe and neutral venue venue កន្លែងនេះបកថាទីកន្លែងបាទក្នុងន័យនេះបាទប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៅទីក្រុងកូឡាឡាំពូ Malaysia in this regard Malaysia has agreed to host it in Kuala Lumpur Thailand rejected the proposal Thai Foreign Minister Sihasak Phuangketkeow said the GBC meeting would instead be held on
Wednesday in Thai province of Chanthaburi, according to the Thai Daily Council. ប្រទេសថៃបានបដិសេធសំណើនេះ Thailand rejected the proposal រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីសហភួងកេតកៅបានមានប្រសាសន៍ថាកិច្ចប្រជុំ GBC នឹងត្រូវធ្វើឡើងនៅថ្ងៃពុធនៅខេត្តចន្ទបុរីប្រទេសថៃនេះបើតាមការនេះបញ្យោងតាមកាសែតខោសុត The disagreement over the venue follows a special meeting of foreign ministers from the Asian bloc hosted in Kuala Lumpur on Monday to discuss the border dispute. Both sides had previously agreed in principle to hold the GBC talks following that meeting. The most recent GBC session was held in Cambodia's Kokong province in September. Disagreement ការខ្វែងគំនិតគ្នានេះគឺកើតឡើងគឺបន្ទាប់ការខ្វែងគំនិតគ្នាលើទីតាំងប្រជុំនេះគឺបន្ទាប់ពីការប្រជុំរដ្ឋមន្ត្រីការបរទេសបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសមកពីប្លុកអាស៊ានដែលបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពូកាលពីថ្ងៃច័ន្ទដើម្បីពិភាក្សាអំពីចំនួនព្រំដែនភាគីទាំងពីរboth side ធ្លាប់បានព្រមព្រៀងគ្នាជាគោលការណ៍ដើម្បីធ្វើការពិភាក្សា GBC គឺបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសហ្នឹងThe most recent GBC session was held in Cambodia សម័យប្រជុំ GBC ថ្មីបំផុតឬក៏ចុងក្រោយបំផុតត្រូវបានធ្វើឡើងនៅខេត្តកោះកុងនៅក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា Meanwhile, fighting along the border continues. The Thai army said on Tuesday that clashes were ongoing across 4 provinces in Thailand's northeastern Isan region, with Thai forces conducting what it described as concentrated supporting fire against Cambodian troops, according to Council. Cambodia Defense Ministry, however, said Thai forces had continued firing artillery shells into Cambodian territory, according to the Khmer Times. Meanwhile, ទន្ទឹមនឹងនេះការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែននៅតែបន្ត fighting along the border continue. The Thai army said on Tuesday កងទ័ពថៃបាននិយាយកាលពីថ្ងៃអង្គារថាការប្រយុទ្ធគ្នានេះគឺនៅតែបន្តនៅក្នុងខេត្តចំនួន4របស់ប្រទេសថៃនៅភាគតំបន់អ៊ីសាននៃភាគអ៊ីសានរបស់តំបន់អ៊ីសានភាគអ៊ីសានរបស់ប្រទេសថៃដោយកងកម្លាំងថៃបានធ្វើការបាញ់គាំទ្រយ៉ាងសកម្មប្រឆាំងនឹងកងទ័ពកម្ពុជាconcentrated supporting fire កន្លែងខ្ញុំបកថាការបាញ់គាំទ្រយ៉ាងសកម្មconcentrated concentrate គឺផ្ចង់តែកន្លែងខ្ញុំបកថាជាសកម្មទៅវិញCambodia Defense Ministry ក្រសួងការពារជាតិកម្ពុជាយ៉ាងណាមិញបាននិយាយថាកងកម្លាំងថៃគឺបានបន្តធ្វើការវាយប្រហារបាញ់គ្រាប់កាំភ្លើងធំចូលទៅក្នុងទឹកដីកម្ពុជានេះបើតាមសារព័ត៌មានខ្មែរថាម Causative figures reported by the two sides differed. Thai authorities said 21 Thai soldiers and 1 civilian have been killed in the fighting, adding that another 33 civilians died is what they describe as collateral effects of the situation. Cambodia Interior Ministry said 21 Cambodian civilians were killed and 83 others injured. ទូរលេខអ្នកស្លាប់និងអ្នករបួសដែលរាយការណ៍ដោយភាគីទាំងពីរគឺខុសគ្នាអាជ្ញាធរថៃបានលើកឡើងថាទាហានថៃចំនួន21នាក់និងជនស៊ីវិលម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយបន្ថែមថាជនស៊ីវិលចំនួន33នាក់គឺជនស៊ីវិល33នាក់ទៀតគឺត្រូវបានស្លាប់ដោយដែលពួកគេបានពិពណ៌នាថាas what they described as collateral effect of the situation ផលប៉ះពាល់រួមនៃស្ថានភាព
Cambodia Interior Ministry said that 21 Cambodian civilians were killed. ក្រសួងហាផ្ទៃកម្ពុជាបាននិយាយថាជនស៊ីវិលកម្ពុជា21នាក់គឺបានស្លាប់ហើយ83នាក់ផ្សេងទៀតគឺត្រូវបានរងរបួសបាទ Separately, China urged its citizens to avoid travel to border areas between Cambodia and Thailand, citing what it described as a severe security situation, according to the Beijing-based Global Times. ដោយឡែកគ្នាពីនេះប្រទេសចិនវិញបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនគឺជៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃទៅបានលើកឡើងពីអ្វីដែលខ្លួនបានពណ៌នាថា citing what it described as ស្ថានភាពសន្តិសុខបាទធ្ងន់ធ្ងរ severe security situation according to the Beijing-based Global Times នេះបញ្យោងតាមកាសែត Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង We urged both sides involved in the conflict to ensure safety and legitimate rights and interests of Chinese citizens and enterprises, Chinese Foreign Ministry spokesman Lin Jian said. យើងសូមអំពាវនាវដល់ភាគីទាំងពីរដែលពាក់ព័ន្ធនឹងចំនួននេះគឺធានាសុវត្ថិភាពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនិងសហគ្រាសចិនបាទនេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានមានប្រសាសន៍ Beijing warning follow report that a Chinese citizen was injured in Cambodia on Monday during ongoing clashes with Thailand. ការព្រមានរបស់ទីក្រុងប៉េកាំងនេះគឺកើតឡើងបន្ទាប់ពីការរាយការណ៍ថាបរិវត្តចិនម្នាក់បានរងរបួសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទក្នុងកំឡុងពេលប៉ះទង្គិចគ្នាជាបន្តបន្ទាប់ជាមួយនឹងប្រទេសថៃបាទអរគុណច្រើនតើបទយើងខ្លីទេចប់ប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ